ខ្ញុំមើលបន្តិចកញ្ចក់នៅផ្ទះបើសិនលោកស្រីចង់បានខ្ញុំនឹងត្រឡប់ទៅយកចឹងអ្នកឆាប់ទៅយកមកបានហើយលោកស្រីប្រាប់ទីតាំងមកខ្ញុំនឹងយកទៅឲ្យលោកស្រីភ្លាមចឹងអ្នកយកទៅផ្ទះសំណាក់យឺឡៃបន្ទប់ទី1លោកស្រីខ្ញុំនៅទីនេះបានហើយខ្ញុំទៅឥឡូវនេះអូយាយចាស់ម្នាក់នេះផ្ទះនៅចុងមេឃមែនដឹងចឹងគួរតែឲ្យអ្នកណាម្នាក់តាមគាត់ទៅហើយលោកស្រីយាយចាស់ម្នាក់នោះមកហើយចូលមកអីវ៉ាន់នៅណាឆាប់យកមកឲ្យខ្ញុំមើលនៅទីនេះអីវ៉ាន់នៅណាឆាប់យកមកឲ្យខ្ញុំមើលនៅទីនេះជីមិនក៏ច្បាស់យ៉ាងនេះច្បាស់ជាងរបស់កញ្ញាលីទៀតមែនហើយមានកញ្ចក់នេះហើយខ្ញុំមើលថាលីយូយ៉ូនឹងយកអ្វីមកប្រកួតជាមួយខ្ញុំកញ្ចក់នេះខ្ញុំត្រូវការនិយាយមកអ្នកត្រៀមលក់ប៉ុន្មានប្រាក់ដំឡឹងអីគេប្រាក់200ដំឡឹងមិនអ្នកមិនទៅលួចគេលោកស្រីអ្នកមើលនេះមិនមែនជាត្បូងធម្មតាទេតែជាកញ្ចក់ក្មួយប្រុសខ្ញុំនិយាយថាតិចជាងដំឡឹងមិនលក់ទេបើសិនលោកស្រីមិនយកគាត់នឹងយកត្រឡប់ទៅបាវតាំងហ្វូវិញទីនោះមនុស្សម្នាច្រើនតែងមានអ្នកស្គាល់តម្លៃខ្ញុំជាកូនស្រីផ្ទះត្រកូលគន់បែរជាត្រូវស្រីចាស់ជនបទមើលងាយអ្នកចង់មានន័យថាខ្ញុំមិនស្គាល់អីវ៉ាន់ទេយាយចាស់មិនមែនន័យបែបនោះទេខ្វល់អីអ្នកចង់ន័យអ្វីកញ្ចក់នេះខ្ញុំទិញដានីវប្រាក់នេះអ្នកទុកឲ្យល្អប្រាក់ច្រើនយ៉ាងនេះគឺខ្ញុំរកបានទាំងអស់សុទ្ធតែរបស់ដែលរកបានពីហាងលក់អីវ៉ាន់តម្លៃ2យ៉នប្រហែលជាលោកស្រីនេះអាចពេញចិត្តមិនអ្នកនៅមិនទៅទៀតខ្ញុំឃើញលោកស្រីចូលចិត្តរបស់របរធ្វើពីកញ្ចក់ក្មួយប្រុសខ្ញុំក៏ឲ្យខ្ញុំមកនៅសក់ពីដើមលោកស្រីចង់មើលទេនេះឬក៏មិនអីប៉ុន្មានទេតែលោហៈនៅលើសក់ទាំងពីរនេះបែរជាដូចគ្នាទាំងស្រុងអាហេខ្ញុំពិតជាគួរឲ្យចាប់អារម្មណ៍ដានីវសក់នេះលក់ម៉េចសក់ទាំងពីរនេះក៏មិនចំណេញប្រាក់អ្នកដែរប្រាក់50ដំឡឹងលក់ឲ្យអ្នកប្រាក់50ដំឡឹងថ្លៃពេកហើយច្រើនបំផុតក៏30ដំឡឹងដែរ40ដំឡឹងមិនអាចតិចជាងនេះបានទេព្រមព្រៀងយាយចាស់គួរឲ្យស្អប់នេះបានយកប្រាក់ពាក់កណ្ដាលពីយើងនៅពេលចែកគ្រួសារបែរជាទៅអញ្ជើញលោកម្ចាស់វោចូលឈៀងគ្រាន់តែជាអ្នកបោកប្រាស់ប៉ុណ្ណោះដោយយកប្រាក់ដែលបានមកពីការចែកគ្រួសារទៅរកលុយមិនបានទេខ្ញុំត្រូវយកប្រាក់មកវិញសួយហ្វានិយាយត្រូវប្រពន្ធប្រាក់គឺជាវត្ថុល្អប្រពន្ធនៅទីនេះមានធុងឈើមួយបិទបាំងវាយើងអាចលាក់ខ្លួនក្នុងទីធ្លាបានលោកបងអូច្រើនណាស់អ្នកណាមកហើយចាប់ចោលអីគេមានចោលបងស្រីប្រយ័ត្នមានចោលលួចចូលក្នុងទីធ្លាហើយអាហេខ្ញុំទៅកុំឲ្យវារត់បានយាយចាស់គួរឲ្យស្អប់នេះបង្អួតអីផ្ទះខ្ញុំក្រៅពីខ្ញុំនៅមានអ្នកត្រូវបោះបង់10នាក់ទៀតម៉ាក់ខ្ញុំទេកុំលោកបងអ្នកទាំងអស់គ្នាមិនហើយមិនស្គាល់ខ្ញុំផងបងធំខ្ញុំស្ទើរតែសម្លាប់បងធំហើយឆាប់បិទភ្លើងអូមកហើយចាប់ចោលលួចកញ្ចក់ហើយឆាប់មក